ខ្ញុំសូមជំរាបជូនបងប្អូនបន្តិចបើយើងនិយាយពីពាណិជ្ជកម្មហើយសូមធ្វើបច្ចុប្បន្នភាពជូនបងប្អូនខ្លីទេតែខ្ញុំថាខ្លីគេអត់ជឿអ្នកនៅក្រោយខ្ញុំរ៉េទៅ20នាទីទៅនិយាយមករឿងពាណិជ្ជកម្មជាមួយអាមេរិកវឌ្ឍនភាពដល់ពេលណាហើយដល់ណាហើយរដ្ឋាភិបាលធ្វើអីព្រោះហ្នឹងវាពាក់ព័ន្ធជាមួយបងប្អូនតែពាណិជ្ជកម្មមានបញ្ហាការនាំចេញក៏មានបញ្ហាទំនិញឆ្លងកាត់ក៏មានបញ្ហាការកាត់បន្ថយឬមួយក៏បង្កើនបើលំហូរកាន់តែប្រសើរការងារក៏មានកាន់តែច្រើនពង្រីកសមត្ថភាពនៅផែអញ្ចឹងកិច្ចការងារគឺជាកិច្ចការស្មុគស្មាញកិច្ចការស្មុគស្មាញហើយមកដល់មកនេះមិនទាន់មានប្រទេសណាមួយចរចាត្រូវទេសូម្បីតែប្រទេសជប៉ុនដែលជាមហាអំណាចជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកតាំងពីសង្គ្រាមលោកលើកទី2ចប់ត្រូវទទួលពន្ធ 24% ហើយខិតខំចរចាមកដល់មកនេះអត់ទាន់ត្រូវផងព្រោះក្រុមហ៊ុនគេថាក្រុមចរចាជប៉ុនដឹកនាំដោយរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់គាត់ទៅចរចានៅវ៉ាស៊ីនតោនអង្គុយចរចាគ្នាជួបផ្ទាល់ហើយមិនទាន់ត្រូវទៀតព្រោះវាស្មុគស្មាញចរចាពាណិជ្ជកម្មមួយមិនស្រួលទេបាទចរចាមួយគឺចរចាជាមួយទាំងអស់គ្នាបានន័យថាម៉េចប្រទេសជប៉ុនចរចាជាមួយអាមេរិកប៉ុន្តែប្រទេសជប៉ុនត្រូវអនុវត្តនៅគោលការណ៍ដែលមានថា WTO MFN នោះបើឲ្យជាមួយអាមេរិកត្រូវឲ្យគ្រប់គ្នាអញ្ចឹងគាត់ត្រូវគិតគូរទាំងអស់បើឲ្យស្អីមួយទៅអាមេរិកត្រូវឯកភាពជាមួយអឺរ៉ុបជាមួយអីចឹងត្រូវគិតគូរពីចំណូលនឹងការពាណិជ្ជកម្មទាំងអស់ទី2លក្ខខណ្ឌវាមានរឿងពន្ធរឿងមិនមែនពន្ធអញ្ចឹងគឺចរចាបែបសម្រាប់កម្ពុជាយើងខិតខំទោះបីជាស្មុគស្មាញយ៉ាងណាក៏ដោយទោះបីជាលំបាកយ៉ាងម៉េចក៏ដោយក៏យើងបានចាត់វិធានការនិងត្រៀមលក្ខណៈបន្តទៀតដើម្បីធ្វើកិច្ចការនេះគោលដៅអីគឺគោលដៅការពារផលប្រយោជន៍ពាណិជ្ជកម្មសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋជាពិសេសសេដ្ឋកិច្ចយើងដែលពឹងផ្អែកទៅលើការនាំចេញអញ្ចឹងគឺធ្វើយ៉ាងម៉េចធានាគ្រប់គ្រងទៅដល់ការងារប្រជាពលរដ្ឋសេដ្ឋកិច្ចរបស់យើងដើម្បីកប៉ៅប្រជាពលរដ្ឋនៅរក្សាបាននេះគឺជាគោលដៅធំរបស់យើងមានអ្នកចំអកអ្នកអីគេថាចោះតែយើងនៅតែធ្វើកិច្ចការងារនេះមកដល់ពេលនេះក្រុមការងាររបស់យើងបានជួបជាមួយនឹងប្រធានតំណាងពាណិជ្ជកម្មពិភពលោករបស់អាមេរិកលោក Greer ម្ដងហើយនៅថ្ងៃទី16ខែមេសាអាដាមសុនចន្ទថុលបានជួបថ្ងៃនោះបងប្អូនដឹងហើយថ្ងៃចូលឆ្នាំអញ្ចឹងដឹងហើយថារដ្ឋាភិបាលសម្រាប់ចូលឆ្នាំទៅបាត់ម្សៅបាញ់ទឹកទេអត់ទេអង្គុយសរសេរដើម្បីត្រៀមលក្ខណៈចរចាជាមួយគេសុខចិត្តឲ្យបងប្អូនសប្បាយរីករាយតែយើងត្រូវទទួលខុសត្រូវស្អែកត្រូវជួបម្ដងទៀតជាមួយគាត់ដើម្បីយើងឈានទៅដល់ការជជែកគ្នាតិចម្ដងព្រោះអាមេរិកគាត់ប្រើពេលយូរហើយគាត់ចរចាមួយជាង100ប្រទេសជិត200ប្រទេសអញ្ចឹងបន្តិចម្ដងយើងនៅរងចាំពេលវេលាហើយពេលណាដែលគេឲ្យយើងឡើងទៅអាមេរិកយើងនឹងទៅភ្លាមបាទដើម្បីត្រៀមហើយយើងចាត់ដល់ថ្នាក់ឧបនាយករដ្ឋមន្ត្រីដើម្បីធានាការធ្វើកិច្ចការនេះជាកម្រិតខ្ពស់បំផុតហើយក្រៅពីប្រមុខរដ្ឋាភិបាលហើយគ្រប់ប្រទេសទាំងអស់គឺមានប្រទេសខ្លះត្រឹមរដ្ឋមន្ត្រីប្រទេសខ្លះក្រុមការងារប្រទេសខ្លះដល់ឧបហើយយើងគឺឧបនាយករដ្ឋមន្ត្រីបង្ហាញអំពីការបដិញ្ញាចិត្តរបស់យើងនិងការខិតខំរបស់យើងបើយើងមិនអោយតម្លៃនៅក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើងទេយើងមិនចាំបាច់ចរចាទេអញ្ចឹងសូមឲ្យបងប្អូនជឿទុកចិត្តចុះអ្វីដែលយើងបង្កើតបាននេះរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនកម្ពុជាខិតខំដើម្បីការពារជូន